ជំរាបសួរសួស្តីបងប្អូនទាំងអស់គ្នាអញ្ចឹងថ្ងៃនេះដែរខ្ញុំមានវីដេអូមួយគឺមាននឹងខ្ញុំទៅលេងខាងវត្តឈើត្រាចបងប្អូនអញ្ចឹងនៅខាងហ្នឹងជាតំបន់ទឹកលិចដែលមានបងប្អូនយើងគាត់ទៅលេងច្រើនណាហើយនៅហ្នឹងមានអ្នកលក់ដូរក៏ច្រើនហើយមានបងប្អូនយើងគាត់ទៅលេងទឹកលេងអីអញ្ចឹងញ៉ាំអីលេងទៅហ្នឹងណាជាតំបន់កំសាន្តគេមួយដែរអញ្ចឹងសូមបងប្អូនរីករាយទស្សនានៅក្នុងវីដេអូរបស់នេះខ្ញុំទាំងអស់គ្នាបងប្អូន ចាបងប្អូនហ្នឹងឯងនេះគឺជាផ្លូវដែលយើងធ្វើដំណើរទៅលេងខាងវត្តឈើត្រាចចាបងប្អូនពួកយើងបានមកដល់បងប្អូនមានអន្តនូនតិចទៀតនេះខ្ញុំកំពុងតែដើរទៅបង្ហាញថតបង្ហាញបងប្អូនពីតាមផ្លូវដែលយើងដើរទៅណាព្រោះនេះជាផ្លូវថ្នល់តែយើងទឹកលិចចឹងណាហើយតាមហ្នឹងគឺមានគេលក់របស់ញ៉ាំផ្សេងចឹងទៅមានពងមាន់អាំងមានអីចឹងណាមាននេះដូចជាគ្រឿងសមុទ្រគាត់មានលក់គ្រឿងសមុទ្រអីមឹកអីអាំងអីចឹងទៅបុកល្ហុងអីនំរ៉ូទីនំស្រួយអីចឹងណាហើយផ្លូវនេះដើរទៅឆ្ងាយដែរបងប្អូនទៅដល់មុខហ្នឹងទឹកគឺលិចរៀងច្រើនទឹកលិចផ្លូវនិយាយទៅតំបន់គេនេះគឺសុវ័យមួយយ៉ាងដែរបងប្អូនវត្តឈើត្រាចនេះគឺនៅខាងកំពង់ឆ្នាំងណាបងប្អូននៅតាមផ្លូវហ្នឹងគេដាក់បាសដាក់ជំរៀងអីចឹងទៅគេញ៉ាំអីចឹងទៅតែដោយសារខ្ញុំបិទសលេងបងប្អូនចឹងវាអត់ឮសូរសលេងបទចម្រៀងទេដោយសារដាក់សលេងទៅជាប់ copyright អញ្ចឹងក៏បិទសលេងទៅបញ្ចូលសលេងតាមក្រោយវិញចាបងប្អូនមានអីតំបន់គេនេះគឺមើលទៅសុបាយម្យ៉ាងដែរសុបាយតាមតំបន់អញ្ចឹងណាបងប្អូនអានេះគាត់ដើរកំសាន្តលេងអីចឹងទៅមកជាមួយគ្រួសារជាមួយអីចឹងណាហើយនេះខ្ញុំដើរថតមកជុំហើយតិចខ្ញុំដើរបកមកវិញហើយចាំបងប្អូនទស្សនានៅក្នុងវីដេអូហ្នឹងទៅខ្ញុំកំពុងតែថតឲ្យបងប្អូនមើល
ផ្ទះបាទ